ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ចាថ្ងៃនេះជួបជាមួយនឹងនាងខ្ញុំម្ដងទៀតសាជាថ្មីថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយយ៉ាងគឺឆាគ្រឿងខ្យងប័រហើយខ្យងប័រថ្ងៃនេះដែរជាប្រភេទខ្យងប័រដែលខ្ញុំចិញ្ចឹមនៅផ្ទះខ្លួនឯងដូច្នេះថ្ងៃនេះខ្ញុំមករើសជាមួយនឹងខ្យងប័រដែលធំតែធាត់មានសាច់ល្អហើយហ្នឹងដើម្បីយកទៅទុកឆាចាគ្រឿងផ្សំរបស់នាងខ្ញុំនៅថ្ងៃនេះមានដូចជាខ្យងប័រនាងខ្ញុំដាក់បន្លែត្រកួនចាម្រះព្រៅហើយយើងមានគ្រឿងបុកស្រាប់ហើយនឹងខ្ញុំប្រើជាមួយនឹងម្ទេសបន្តិចដែរយើងមានខ្ទឹមសស្ករសចាមានខ្ទិះដូងប្រេងខ្យងម្សៅស៊ុបខ្នុរនិងទឹកត្រីចានេះខ្ញុំអត់ប្រើអំបិលទេដោយសារម្សៅស៊ុបខ្នុរមានជាតិប្រៃហើយនៅក្នុងប្រេងខ្យងក៏មានជាតិប្រៃដែរដូច្នេះខ្ញុំអត់ប្រើអំបិលចាជាដំបូងនេះខ្ញុំបានដាក់ប្រេងឆាបន្ទាប់ពីនេះខ្ញុំដាក់ប្រេងឆាឲ្យវាក្តៅបន្តិចហើយនឹងខ្ញុំដាក់ខ្ទឹមសចារំលីងខ្ទឹមសហ្នឹងកូរវារហូតដល់ខ្ទឹមហ្នឹងវាឡើងពណ៌រាងក្រហមបន្តិចចាបន្ទាប់ពីក្រហមហើយយើងចាប់ផ្ដើមដាក់គ្រឿងដែលយើងបុកហើយហ្នឹងចាកូរច្របល់ចូលគ្នាទៅចាបន្ទាប់ពីយើងដាក់គ្រឿងហ្នឹងកូរលាយឡំគ្នាយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកត្រីចាប្រេងខ្យងហើយនឹងជាមួយនឹងស្ករសចាម្សៅស៊ុបខ្នុរហើយនឹងយើងដាក់ចូលគ្នាជាមួយគ្នាមុនដំបូងតែម្ដងហើយនឹងចុងក្រោយនេះគឺនេះខ្ញុំដាក់ជាមួយនឹងខ្ទិះដូងចាខ្ទិះដូងហ្នឹងគឺយើងកូរច្របល់ចូលគ្នាដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងឡើងខាប់ល្អបន្ទាប់ពីគ្រឿងរបស់យើងបានឡើងខាប់ល្អបែបនេះហើយនេះខ្ញុំបានដាក់ចុងក្រោយជាមួយនឹងម្ទេសចាម្ទេសហើយនេះខ្ញុំដាក់នឹងបន្លែតែម្ដងចាបន្ទាប់ពីនេះខ្ញុំបានដាក់បន្លែចូលហើយយើងឆាវាកូរវាត្រឡប់ទៅត្រឡប់មកដើម្បីឲ្យឆាហ្នឹងវាចូលជាតិគ្នាបានល្អដើម្បីឲ្យបន្លែហ្នឹងវាទន់ជាមួយនឹងគ្រឿងហ្នឹងចានៅពេលដែលបន្លែហើយនឹងគ្រឿងហ្នឹងវាចូលសព្វគ្នាបានល្អហើយនាងខ្ញុំដាក់ខ្យងចូលចាដាក់ខ្យងប័រចូលហើយយើងកូរត្រឡប់ឆាត្រឡប់វាឡើងចុះមកដើម្បីឲ្យគ្រឿងនោះវាចូលទៅក្នុងខ្យងហើយនេះខ្ញុំក៏បន្ថែមជាមួយខ្ទិះដូងបន្តិចដែរដើម្បីឲ្យវាមានសំណើមជាមួយនឹងខ្យងហ្នឹងហើយនេះខ្ញុំទុកពេលបន្តិចដើម្បីឲ្យខ្យងនោះឆ្អិនចាក្របវាបន្តិចហើយនឹងពេលមកសន្ទុះក្រោយមកបើកទៅឃើញថាខ្យងនោះវាហាមាត់ឆ្អិនអស់ហើយនឹងគ្រឿងហ្នឹងចូលគ្នាបានល្អជាមួយនឹងខ្យងហ្នឹងហើយនឹងចុងក្រោយនាងខ្ញុំបន្ថែមជាមួយនឹងម្រះព្រៅចាដើម្បីឲ្យវាមានក្លិនឈ្ងុយអញ្ចឹងឃើញថាឆាគ្រឿងខ្យងប័ររបស់នាងខ្ញុំមានតែប៉ុណ្្នឹងឯងហើយនេះជារួចជាការស្រេចហើយអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់អញ្ចឹងពុកម៉ែបងប្អូនអាចសាកល្បងជាមួយនឹងឆាគ្រឿងខ្យងប័រនេះបែបសាមញ្ញធម្មតាប៉ុន្តែមានរសជាតិឆ្ងាញ់មែនទែនចាសូមអរគុណច្រើនសម្រាប់ការទស្សនា